ដាក់កៅបានល្អសាច់យើងណែននឹងមានទម្ងន់បានសម្រាប់ដំណាក់កាលទី2គឺយើងផ្ដោតទៅលើការជំរុញការក្នុងការថែទាំការដែលដំណាក់កាលក្នុងការជំរុញការរបស់យើងគឺយើងមានផលិតផលដូចជានេះជួយកាន់តិចមកដូចជាអាល់ហ្កា600កំពូលផ្លែផ្កាប្រូបរុននិងបូកអ្នកបញ្ចប់ដើម្បីកម្ចាត់ពពួកថាល្អិតនិងកូវដែលកំពូលផ្លែផ្កាបូកជាមួយនឹងប្រូបរុននេះគឺវាអាចជួយជំរុញផ្កាយើងឲ្យចេញច្រើនចេញស្រស់គ្នាហើយនឹងជួយកាត់ទប់ផ្កាយើងឲ្យជាប់បានច្រើនហើយអាល់ហ្កា600វាជួយវាមានសារធាតុចិញ្ចឹមផ្កាធ្វើឲ្យផ្កាយើងមានកម្លាំងហើយនឹងមួយទៀតវាជួយឲ្យធន់ជាមួយនឹងដូចជាការដាក់ទឹកលើឬក៏កម្ដៅខ្លាំងពីព្រះអាទិត្យក៏វាអាចជួយធ្វើឲ្យផ្កាយើងធន់ជាមួយនឹងអាកាសធាតុក្ដៅចាបងចាហើយមួយទៀតអ្នកបញ្ចប់ការពារទឹកទៅព្រោះអីជាធម្មតាដំណាំពេលដែលមានផ្កាគឺតែមានសត្វបង្កមកយីអញ្ចឹងយើងអត់អាចចោលបានទេអ្នកបញ្ចប់នេះវាអ្នកជំនាញការពារដង្កូវអញ្ចឹងផលិតផល4មុខនេះក្នុងដំណាក់កាលជំរុញការនិងការថែទាំផ្កាគឺដែលយើងជាក់ស្ដែងបានឲ្យបងប្រុសគាត់តើទៅគឺវាល្អចាបងអញ្ចឹងជាកិច្ចបញ្ចប់បងអាចបង្ហើយពីដំណាក់កាលទី3និងទី4បានទេបងបាទសម្រាប់ដំណាក់កាលទី3និងទី4គឺយើងសំដៅទៅលើការថែទាំក្តឹបនិងផ្លែដើម្បីធ្វើឲ្យក្តឹបរបស់យើងធំលូតលាស់បានល្អផ្លែធំមានដាក់ផ្លែបានល្អដូចថាកាវវាធំពេញសាច់អញ្ចឹងយើងមានផលិតផលដូចជាអាមេរិកាប្រូបរុន K Power ដែលអាមេរិកានេះវាមានសារធាតុរបស់វាកាល់ស្យូមបូកអាមីណូអញ្ចឹងវាជួយធ្វើឲ្យត្រេនរបស់យើងរីកដូចថាមានសារធាតុចិញ្ចឹមខ្ពស់ល្អហើយនឹង12 6 ដែល K Power នេះគឺវាធ្វើឲ្យត្រេនរបស់យើងរីកបៀតធំដាក់កៅបានល្អសាច់យើងណែននិងមានទម្ងន់ប្រូបរុននេះដែរគឺវានៅតែជួយទប់ផ្លែទប់ក្តឹបឲ្យវាជាប់បានច្រើនហើយជាពិសេសគឺយើងត្រូវការប្រើថ្នាំទៅដើម្បីការពារសត្វល្អិតការពារទៅអញ្ចឹងដំណាក់កាលទី3និងទី4គឺយើងបានប្រើផលិតផល4មុខនេះដើម្បីសម្រេចនៅសមិទ្ធផលចុងក្រោយគឺបានផ្លែច្រើនហើយផ្លែសាច់បានល្អកៅធំចាបងហើយកសិករក៏គាត់បានទទួលពេញចិត្តនឹងការប្រើប្រាស់ផលិតផលរបស់យើងដែរគ្រប់ជំហាននីមួយៗដែលយើងបានរៀបចំឲ្យគាត់បាទសម្រាប់ការប្រើប្រាស់គឺយើងមានប៉ុណ្ណឹងចាអរគុណច្រើនបងប្រុសអញ្ចឹងបងប្រុសទាំងអស់គ្នាប្រហែលជាបានដឹងហើយដែលបងប្រុសបច្ចេកទេសយើងបានណែនាំអំពីផលិតផលពីដំណាក់កាលទី1រហូតដល់ទី4អញ្ចឹងបើសិនជាបងមានចម្ងល់អ្វីបន្ថែមទៀតអាចឆាតចូលទៅក្នុង page គឺតាក់ទងមកក្រុមហ៊ុនយើងខ្ញុំបានណាអរគុណជំរាបលាពីក្រុមហ៊ុន Canva Biology Cambodia